គឺជាពងទាសម្រាប់ពងទានេះគឺខ្ញុំប្រើចំនួន4គ្រាប់ប៉ុន្តែបើសិនជាបងប្អូនស្លច្រើនយើងអាចដាក់ច្រើនជាងនឹងក៏បានដែរហើយក្នុងនោះយើងបន្ថែមម្សៅស៊ុបបន្តិចម្រេចបន្តិចវាយវាឲ្យបែកម៉ត់សព្វល្អហើយចាំយើងយកវាទៅចៀនសម្រាប់ការចៀននេះគឺចៀនយកក្រាស់បងប្អូនអានេះយើងអត់ចៀនស្ដាងរបៀបដូចយើងញ៉ាំធម្មតាទេហើយសម្រាប់ភ្លើងប្រើល្មមបានហើយបងប្អូនដោយសារតែវាក្រាស់បើសិនជាយើងដាក់ភ្លើងរៀងខ្លាំងវាឆាប់ខ្លោចអញ្ចឹងទៅមើលទៅវាឆ្អិនល្មមប្រែវាទៅម្ខាងទៀតលើកដាក់ចុះទុកម្ដុំសិនមកចាំយើងដាក់ដាំទឹកដើម្បីធ្វើទឹកសម្លសម្រាប់ទឹកនេះគឺខ្ញុំដាំក្នុងឆ្នាំងដដែលនឹងយើងដាក់ដាំទឹកចោលសិនទៅយើងទៅរៀបចំធ្វើគ្រឿងផ្សេងទៀតដែរហើយសម្រាប់ពងទានេះគឺខ្ញុំកាត់ជាដុំរាងធំល្មមហើយគ្រឿងបន្ទាប់មកទៀតយើងមានជាខ្ទឹមសមានជាម្ទេសអីហ្នឹងខ្ទឹមសប្រើ5-6កាពឹសបុកឲ្យម៉ត់សម្រាប់ម្ទេសបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តទេប៉ុន្តែសឡមុខនេះបើអត់ដាក់ម្ទេសគឺអត់សូវឆ្ងាញ់ទេបងប្អូនដាក់ទៅរៀងហឹលប្រហើរអញ្ចឹងគឺកាន់តែមានជាតិហើយអីដែលសំខាន់ហ្នឹងគឺមានជាបកាក្រៀមជាមួយនឹងកាពិបងប្អូនសម្លយើងអត់ដាក់សាច់អញ្ចឹងបើសិនជាអត់ដាក់បកាក្រៀមគឺអត់ឆ្ងាញ់ហ្មងហើយកាពិគឺខ្ញុំប្រើចំនួន1ស្លាបព្រាបាយបងប្អូនអានេះរៀងដិតកាពិបន្តិចបានឆ្ងាញ់បន្ទាប់ពីទឹករបស់យើងបានពុះហើយយើងដួសគ្រឿងមិញដាក់ចូលមកមានដូចជាខ្ទឹមសម្ទេសបកាក្រៀមជាមួយកាពិអីហ្នឹងបន្ទាប់មកយើងដាក់ពងទាដែលយើងចៀនចូលជាមួយគ្នាហើយដាក់គ្រឿងយកមកសម្រាប់ម្សៅស៊ុបខ្ញុំដាក់2ស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេស្ករ2ស្លាបព្រាបាយជាមួយទឹកត្រី1ស្លាបព្រាបាយបន្ទាប់មកយើងដាក់បន្លែចូលមកសម្រាប់បន្លែបងប្អូនចង់ប្រើជាផ្សិតច្បាំងអញ្ចឹងក៏បានឬក៏ផ្សិតជើងមាន់តូចអីក៏បានដែរសម្រាប់សម្លនេះគឺស្លលឿនទេបងប្អូនដោយសារតែគ្រឿងក្រូវទាំងអស់ហ្នឹងវាសិតតែឆាប់ឆ្អិនអញ្ចឹងណាដាក់បន្លែចូលហើយគ្របទុកប្រហែលជាខ្ទង់2-3នាទីអានេះយើងស្លដាក់កាពិអញ្ចឹងវាមានពពុះមានអីអញ្ចឹងបងប្អូនស្រង់វាចេញទៅបន្ទាប់ពីនឹងមកចាំយើងភ្លក់មើលហើយថែមថយគ្រឿងបានសម្រាប់ខ្ញុំហ្នឹងបន្ថែមទឹកត្រីកន្លះស្លាបព្រាបាយទៀតគឺត្រូវហើយបងប្អូនសម្រាប់ស្លនេះគឺយើងអត់យកផ្អែមទេណាបងប្អូនយករៀងប្រៃក៏អត់ប្រៃខ្លាំងដែរនិយាយទៅរសជាតិហ្នឹងរៀងដិតកាពិហឹលប្រហើរហើយមួយទៀតគឺឈ្ងុយស្អំបងប្អូនសម្រាប់ស្អំគឺយើងដាក់ចុងក្រោយគេបង់ស្អំចូលហើយបិទភ្លើងគឺរួចរាល់ហើយបងប្អូនបញ្ជាក់បងប្អូនសម្រាប់ស្លមួយមុខនេះគឺប្រើកាពិរៀងច្រើនជាមួយនឹងបកាក្រៀមឬក៏ហៅថាហៃប៊ីហ្នឹងអានេះដោយសារតែយើងអត់ប្រើសាច់ទេ